startup idea មួយដែលល្អពេលខ្លះវាអត់នៅឆ្ងាយទេវាអាចនឹងនៅជុំវិញខ្លួនរបស់អ្នកទាំងអស់គ្នាវាអាចនឹងចេញពីបញ្ហាដែលអ្នកទាំងអស់គ្នាតែងតែជួបប្រទះជាប្រចាំហើយអ្នកក៏សង្កេតឃើញថាមនុស្សជុំវិញខ្លួនរបស់អ្នកក៏ជួបបញ្ហាស្តៀងជាមួយអ្នកទាំងអស់គ្នាដែរវាក៏អាចនឹងជាបញ្ហាដែលអ្នកទាំងអស់គ្នាសង្កេតឃើញនៅក្នុងទីផ្សារដែលមនុស្សកំពុងតែជួបប្រទះដូចគ្នាដែរអ្នកទាំងអស់គ្នាត្រូវដឹងថាបើសិនជាអ្នកទាំងអស់គ្នាត្រូវការអ្នកវិនិយោគជាទូទៅនៅពេលពួកគាត់វិនិយោគទៅលើ startup នៅ early stage គឺពួកគាត់ផ្ដោតសំខាន់គឺទៅលើ founder មុននឹងគំរូអាជីវកម្មពីព្រោះពួកគាត់ត្រូវការអ្នកណាដែលមានភាពម៉ឺងម៉ាត់ស្គាល់ពីបញ្ហាដឹងពីបញ្ហាច្បាស់មានសមត្ថភាពក្នុងការដោះស្រាយទៅលើបញ្ហាមួយហ្នឹងពួកគាត់ដឹងថាគំរូអាជីវកម្មនៅ early stage វាអាចនឹងមិនដូចគំរូអាជីវកម្មដែលនឹងដើរជាក់ស្ដែងនោះទេអញ្ចឹងជាទូទៅអ្នកវិនិយោគគឺគាត់នឹងវិនិយោគទៅលើក្រុមការងារ startup មួយនឹងមុនសិនជាពិសេសគឺទៅលើ founder នឹងតែម្ដងអញ្ចឹងបើសិនជាអ្នកនរគ្នាត្រូវការស្វែងរកគំនិតអាជីវកម្មមួយដែលល្អខ្ញុំមាន2ចំណុចដែលអាចចែករំលែកក្នុងការឲ្យអ្នកនរគ្នាអាចពិចារណាបានចំណុចទី1អ្នកនរគ្នាគួរតែមើលទៅលើបញ្ហាណាដែលអ្នកនរគ្នាខ្លួនឯងជួបប្រទះឬក៏អ្នកនរគ្នាមានបទពិសោធន៍ជាមួយវាហើយអ្នកនរគ្នាសង្កេតឃើញថាបញ្ហាមួយហ្នឹងក៏មនុស្សជាច្រើនជុំវិញអ្នកនរគ្នានឹងជួបប្រទះដូចគ្នាដែរអ្នកនរគ្នាត្រូវដឹងថានៅពេលដែលយើងចង់ដោះស្រាយបញ្ហាមួយគឺលុះត្រាតែយើងនឹងស្គាល់ពីវាច្បាស់គេដឹងពីវាច្បាស់ឬក៏អាចនឹងធ្លាប់ឆ្លងកាត់ជាមួយនឹងបញ្ហានឹងខ្លួនឯងតែម្ដងបានយើងអាចរកដំណោះស្រាយបានអញ្ចឹងហើយបាទខ្ញុំណែនាំឲ្យអ្នកនរគ្នាមើលពីបញ្ហាដែលអ្នកនរគ្នាជួបប្រទះឬក៏មានបទពិសោធន៍មុនជាមុនសិនចំណុចទី2នៅពេលដែលអ្នកនរគ្នាស្វែងរកបញ្ហាអ្នកនរគ្នាគួរតែមើលទៅលើបញ្ហាណាដែលអ្នកទាំងអស់គ្នាក៏ដូចជាមនុស្សគាត់ជួបប្រទះហ្នឹងលក្ខណៈញឹកញយអាចនឹងថាជាប្រចាំថ្ងៃជាប្រចាំសប្តាហ៍ជាដើមជាជាងបញ្ហាដែលមនុស្សគាត់ជួបប្រទះយូរម្ដងវាដូចនឹងការដែលយើងលក់ថ្នាំព្យាបាលជាមួយនឹងលក់ថ្នាំអាហារូបត្ថម្ភអញ្ចឹងជាទូទៅបើសិនជាយើងមើលអំពីបញ្ហាដែលមនុស្សគាត់ជួបប្រទះជាប្រចាំគឺគាត់ប្រកាសជាផ្ដាសាយគាត់ឈឺនេះគាត់ឈឺនោះអីជាដើមដែលទាមទារពួកគាត់ត្រូវការចំណាយលុយក្នុងការទិញថ្នាំព្យាបាលប៉ុន្តែបើសិនជាយើងមើលទៅលើជ្រុងថ្នាំអាហារូបត្ថម្ភវិញជាទូទៅបើសិនជាយើងឲ្យមនុស្សសុកទៅទិញថ្នាំអាហារូបត្ថម្ភប្រហែលជាមិនសូវជាមានទេលុះត្រាតែពួកគាត់ស្គាល់ពីវាដឹងពីវាហើយត្រូវការវីតាមីនអីជាដើមបាទពួកគាត់ហ៊ានចំណាយលុយក្នុងការទៅទិញអាទាំងអស់នោះឧទាហរណ៍ជាក់ស្ដែងមួយទៀតគឺតាក់ទងជាមួយនឹងក្រុមហ៊ុន Uber នៅប្រទេសអាមេរិកតែម្ដងអ្នកនរគ្នាមានដឹងទេថានៅប្រទេសអាមេរិកប្រជាជននៅនឹងជាទូទៅគឺគាត់នឹងធ្វើដំណើរពី3ទៅ4ដងក្នុងមួយថ្ងៃអញ្ចឹងហើយបាន Uber ដែលគាត់ផ្ដោតទៅលើតាក់ស៊ីគាត់ទទួលបានជោគជ័យខ្ពស់អញ្ចឹងសរុបមកវិញអូខេខ្ញុំចង់ឲ្យអ្នកនរគ្នាពិចារណាទៅលើ2ចំណុចមួយហ្នឹងដល់ពេលអ្នកនរគ្នាចង់ស្វែងរកគំនិតអាជីវកម្មមួយដែលល្អទី1មើលទៅលើបញ្ហាដែលអ្នកនរគ្នាជួបប្រទះទី2ថាបញ្ហាមួយហ្នឹងគឺជាបញ្ហាដែលមនុស្សគាត់ជួបជាញឹកញាប់ដែរទេជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ